ខ្ញុំសុំចូលលាក់មួយដែលខ្ញុំបានត្រៀមមកគឺការប្រឡងនៃម្ហូបខ្មែរយើងហើយបងសុំឲ្យពី1ដល់10ដូចមិញដែរហើយសុំបងបញ្យល់ថាម៉េចបានល្អឬកុំមិនល្អ អូខេ បងទាកូន ពងទាកូន7 ម៉េចបាន7 វាមិនមែនមិនល្អទេប៉ុន្តែខ្ញុំក៏មិនគិតថាវាទៅចំណេញអីណាស់ណាដែរបើសិនជាញ៉ាំមកឆ្ងាញ់មកអូខេបើសិនជាញ៉ាំដើម្បីឲ្យទៅបង្កើតសាច់ដុំឲ្យទៅអីល្អសម្រាប់សុខភាពអីមិនទៅប្រមាណទេបានមកឆ្ងាញ់មកញ៉ាំច្រើនអាចលើអាស៊ីតទៀត ចឹងខ្ញុំប្រឆាំងឡើងហ្នឹង អូខេ ដោយសារពងទាកូនវាមានខ្លាញ់ល្អច្រើនហើយក៏វាមានប្រូតេអ៊ីនច្រើនដែរត្រូវសុទ្ធ អូខេអញ្ចឹងខ្ញុំសួរវិញអឺ in reality ទិដ្ឋភាពជាក់ស្ដែងញ៉ាំពងទាកូនម្ដងបានប៉ុន្មានគ្រាប់ 4 ហើយមួយឆ្នាំញ៉ាំបានប៉ុន្មានដង 2ខ្ញុំអត់សូវញ៉ាំ អញ្ចឹងយកមកប្រើប្រាស់អត់បានកែមួយឆ្នាំញ៉ាំបានតែ2ដងហ្នឹង អូខេ បានមកឆ្ងាញ់មាត់ដូចខ្ញុំនិយាយអញ្ចឹង អូខេ ចំណេញបានមួយពេលហ្នឹងប៉ុន្តែវាមិនទៅហើយយកមកវាមិនមែនជាកត្តាដែលជំនួយសុខភាពយើងទេ ប៉ុន្តែចុះសម្រាប់ខាងប្រូតេអ៊ីនហើយនិង fat ដែលនៅក្នុងហ្នឹងតើវាល្អពិតមែនឬក៏ទេ វាល្អវាអត់មានទៅប៉ះពាល់អីទេប៉ុន្តែក្នុងជីវភាពជាក់ស្ដែងយើងមិនមែនទៅញ៉ាំពងទាកូនរាល់ថ្ងៃណាហ្នឹងដូចខ្ញុំនិយាយថាបើសិនជាខ្ញុំហាត់ប្រាណទៅជាមួយថ្ងៃហ្នឹងមួយឆ្នាំហ្នឹងហាត់បានតែមួយថ្ងៃទេប៉ុន្តែហាត់ល្អមែនតើខ្ញុំហាត់ម្ដង1 ម៉ោងសួរថាវាជាកត្តាចូលរួមថែរក្សាសុខភាពខ្ញុំអត់បានមួយថ្ងៃហ្នឹង អូខេចុះបាយសអញ្ចឹងបើយើងបញ្ឆេះទៅវិញបាយសមួយចានគោមអញ្ចឹង 6 មិនបាន6 បើសិនជាសម្រូបខ្ញុំឲ្យ8បើសិនជាបាយសខ្ញុំឲ្យត្រឹម6 មិនបានអង្គសម្រូបហើយនិងអង្គធម្មតាពណ៌សខុសគ្នា អង្គសរុបមានជាតិស័យច្រើនជាងកស ជាតិសរសៃហ្នឹងភាសាអង់គ្លេសគេថា fiber ទៅ ចា មិនបាន fiber ល្អជាង ទី1តាមdata តាមតួលេខភាគច្រើនគឺយើងញ៉ាំជាតិស័យអត់បានគ្រប់គ្រាន់ទេទី2ញ៉ាំជាតិស័យបានច្រើនបដោះមេរោគក្នុងកាពះបានល្អអារម្មណ៍ល្អដូចយើងនិយាយចឹង gut brain axis ហើយមួយទៀតជួយថែរក្សាលំលឹងស្ករអញ្ចឹងដូចយើងបាននិយាយចឹងខ្លាចស្ករឡើងស្ករចុះអីហ្នឹងប៉ុន្តែបើសិនជាយើងញ៉ាំបានគ្រប់គ្រាន់ញ៉ាំបានល្អមានជាតិស័យជាតិសាច់ជាតិខ្លាញ់គ្រប់គ្រាន់វាអត់ទៅលោតហក់អីប្រហែលទេអញ្ចឹងបានអ្នកកាត់ទឹកនោមផ្អែមគាត់ខ្លាចបាយសគាត់ញ៉ាំក៏គាត់ញ៉ាំតិចដែរប៉ុន្តែបើគាត់ញ៉ាំបាយសម្រូបគាត់ហ៊ានញ៉ាំច្រើនតិចបាទដោយសារគាត់ដឹងថាមានជាតិស័យហ្នឹងក៏យើងញ៉ាំទៅក៏ខាងខ្លួនយើងពិបាកស្រូបដែរតើហ្នឹងហើយស្រូបយឺតអាចស្រូបយឺតយ៉ាងម៉េចទៅតាមពិតវាអត់ស្រូបទេវាមិនបែកអត់ចេញទេជាតិស័យហ្នឹងយើងញ៉ាំហើយយើងជុះចោលទេប៉ុន្តែអីដែលវាធ្វើគឺវាទៅតោងជាមួយនឹងអីផ្សេងម៉ូលេគុលផ្សេងបាទអញ្ចឹងបើនៅពេលដែលញ៉ាំគឺគេទាមទារឲ្យមានបន្លែមានសាច់មានជាតិខ្លាញ់ដែលល្អអញ្ចឹងនៅពេលដែលមានសារជាតិខុសៗគ្នាអញ្ចឹងវាទៅតោងគ្នាអញ្ចឹងទៅអាស្ករហ្នឹងវាអត់ហក់ទេដូចយើងស្ពីកតាបមួយអញ្ចឹងដើររៀងយឺតជាងអ្នកអត់ស្ពីកតាបអញ្ចឹងណាអូខេអញ្ចឹងមានជាតិ fiber នៅក្នុងហ្នឹង slow down absorption អូខេចុះបាយសាច់ជ្រូកគេញ៉ាំរាល់ថ្ងៃបងមិនវិញខាងជា general ហ្មងបាយសាច់ជ្រូកប្រហែលអាចញ៉ាំជាប្រចាំបានថាមួយអាទិត្យ4ថ្ងៃបាន7ស៊ីសងបើសិនជាគាត់ញ៉ាំតែបាយសាច់ជ្រូកមកបើសិនជាគាត់ញ៉ាំបាយសាច់ជ្រូកហើយពីលើនឹងទៀតគាត់មានញ៉ាំចេកមួយផ្លែឬក៏គាត់ញ៉ាំទឹកក្លុកស៊ីសងគាត់ញ៉ាំលាងមាត់អត់ព្រោះគាត់ញ៉ាំលាងមាត់ញ៉ាំអីគេអត់ទេបាយសាច់ជ្រូកទេផឹកឡើងបាយសាច់ជ្រូកទេអញ្ចឹងអាចត្រឹម5 6 5វិញ
ហេតុអ្វី ដោយសារវាគ្រាន់តែជាស្ករហើយនិងប្រូតេអ៊ីនអញ្ចឹងបើសិនជាគាត់អីដែលគាត់ត្រូវការគឺកម្លាំងដើម្បីទៅធ្វើការ អាចគ្រប់គ្រាន់ប៉ុន្តែគាត់ខ្វះអីគាត់ខ្វះបន្លែផ្លែឈើគាត់ខ្វះវីតាមីនវាមានវីតាមីនអត់គ្រប់គ្រាន់វីតាមីនអត់គ្រប់គ្រាន់អាស៊ីតអាមីណេគាត់បានគ្រប់គ្រាន់ពីសាច់ជ្រូក បាទ ប៉ុន្តែសាច់ជ្រូកពេលខ្លះបើសិនជាគាត់ចៀនគាត់អីអញ្ចឹងអាចប្រើខ្លាញ់ច្រើនទៀតហើយខ្លាញ់ល្អក្នុងចានហ្នឹងអត់មានទេមានតែខ្លាញ់ពីសាច់ជ្រូក អញ្ចឹងខ្វះខ្លាញ់ល្អខ្វះបន្លែផ្លែឈើ បាទ ហើយអាហារពីរពេលរបស់គាត់ក្រោយនឹងទៀតមិនប្រកាសថាមានបន្លែផ្លែឈើទេបើសិនជាគាត់ព្រឹកឡើងញ៉ាំបាយសាច់ជ្រូកអញ្ចឹង chance ដែលគាត់ញ៉ាំបន្លែផ្លែឈើក្រោយនឹងមិនប្រកាសថាមានរហូតទេបើសិនជាគាត់គិតថាហ្នឹងធម្មតា អូខេឈប់អញ្ចឹងទៅសាមនោះហើយចោះ steak 180 ក្រាមមានដលង potato ហើយនឹង beans ហើយមានអាឡឹកពណ៌ក្រហមប្រហែល3ដុំ អូខេ អញ្ចឹងមួយចានហ្នឹងគឺ steak សាច់គោ180 ក្រាមមានដលងបន្តិចមាន bean បន្តិចហើយនៅចិត្តហ្នឹងមានផ្លែអាឡឹក3ដុំមកទាំងអស់ហ្នឹងប្រហែលផ្កាយឲ្យប្រហែលផ្កាយ ខ្ញុំអាចឲ្យ9 អូខេហេតុអ្វីបាន9 ក្នុងចានហ្នឹងអាចមានពណ៌ច្រើនជាងនឹងបានប៉ុន្តែបើសិនជាយើងគិតគ្រាន់ថាអាហ្នឹងវាជាម្ហូបបរទេសជាធម្មតាគឺគេធ្វើមកអញ្ចឹងឆ្នៃមកអញ្ចឹងអូខេទទួលយកបានប៉ុន្តែអីដែលអាចបន្ថែមពីលើហ្នឹងទៀតអាចថែមគ្រឿងអាចថែមសាឡាត់អីចឹងទៅ បាទ ចាបន្លែវាមានហើយប៉ុន្តែវាអត់ទាន់មានច្រើន អញ្ចឹងបើបងថែមអីគេ អាចថែមប៉េងប៉ោះ tomatoes អាចថែមត្រប់ eggplant ដោយសារគេលើកទឹកចិត្តឲ្យញ៉ាំខុសៗគ្នាច្រើនដោយសារអីអាហារមួយហ្នឹងវាមិនមែនមានវីតាមីនអីគ្រប់គ្រាន់នៅក្នុងតែមួយមុខហ្នឹងទេអញ្ចឹងដល់តែញ៉ាំច្រើនបានវាផ្គួបផ្សំគ្នាមកធ្វើឲ្យយើងញ៉ាំបានគ្រប់គ្រាន់អញ្ចឹងណាបានយើងសោបបានគ្រប់គ្រាន់ ចុះ pizza 5 មិនបាន pizza 5 pizza ហើយនឹងបាយសាច់ជ្រូកបើឲ្យ5ស្មើគ្នា ចា no អូខេខ្ញុំសុំដឹងមូលហេតុសិនជុំ អូខេ pizza ធ្វើពីអីធ្វើពីម្សៅហើយពីលើហ្នឹងទៀតមានឈីស ហ្នឹង ហើយពីលើហ្នឹងទៀតអាចមានប៉េងប៉ោះមានអីតិចតួច បាទ ហើយអ្នកខ្លះក៏គាត់ជួយចិត្តញ៉ាំតែឈីសចឹងទៅ បាទ ខ្លាញ់ច្រើនដូចគ្នាបើប្រៀបធៀបទៅចឹងបាយសាច់ជ្រូកចៀនច្រើនដូចគ្នា ខ្លាញ់ដូចគ្នាហ្នឹងហើយ ចឹងហើយមួយម្សៅមួយបាយអត់មានខុសគ្នាអីហ្មងទេ អូខេខាងនេះខ្ញុំមានពាក្យមកជួហើយបងប្រាប់ថាត្រូវឬមិនត្រូវបែកញើសគឺស្រក់ខ្លាញ់ មិនត្រូវ ហេតុអ្វី ដោយសារបែកញើសវាបាត់បង់ជាតិទឹកបាត់បង់ជាតិរ៉ែអត់មានបាត់បង់ជាតិខ្លាញ់ទេបើសិនជាអង្គុយនៅក្នុងកន្លែង steam ក៏អាចបែកញើសឈរហាលថ្ងៃក៏អាចបែកញើសដែរមិនប្រកាសថាដុតខ្លាញ់ទេប៉ុន្តែក្នុងករណីអ្នកកីឡាគាត់ហាត់ប្រាណហើយគាត់ train ហើយអញ្ចឹងគាត់អាចទៅអង្គុយនៅក្នុង steam ដើម្បីអីនៅពេលដែលគាត់កំពុងតែមានកម្ដៅនៅក្នុងសាច់ដុំរបស់គាត់ណាគាត់ទៅតែ train ហើយអញ្ចឹងគាត់ទៅថែមពីលើនឹងទៀតមានន័យថា speed របស់គាត់នឹងនៃការដុតខ្លាញ់ហើយដុសសាច់ដុំនឹងវាអាចលឿនជាងហ្នឹងប៉ុន្តែបើនិយាយពីមនុស្សធម្មតាគ្រាន់តែបែកញើសគ្រាន់តែបាត់បង់ជាតិទឹកជាតិរ៉ែទេ បាទអូខេទី2ទឹកដោះគោកាហ្វេទឹកដោះគោជាមួយស្ករគឺបំផ្លាញសុខភាពជាង Coca-Cola ពិតឬមិនពិត មិនពិត
អូខេហេតុអ្វី ទី1កាហ្វេជួយខួរក្បាលអ្នកដែលញ៉ាំជាតិកាហ្វេអ៊ីនទៀងទាត់គេរកឃើញថាអត់ងាយភ្លេចទេហើយខួរក្បាលល្អហើយលុះត្រាតែយើងញ៉ាំកាហ្វេច្រើនពេកអ្នកខ្លះគាត់អាចញ័រដៃញ័រជើងអីចឹងទៅរៀងធីងធងប៉ុន្តែបើសិនជាគ្រាន់តែនិយាយពីកាហ្វេមួយកែវនិយាយពីកាហ្វេអត់មានប៉ះពាល់អីទេ បាទអូខេ ទឹកដោះគោខាប់ស្ករសដូចយើងនិយាយចឹងតាមពេលវេលាបើសិនជាគ្រាន់តែមួយកែវហ្នឹងដើម្បីយកថាមពលយកទៅធ្វើការចាប់ផ្ដើមថ្ងៃរបស់គាត់ឲ្យមានអារម្មណ៍ស្រស់ថ្លាជ្រះស្រឡះអីចឹងទៅអាហ្នឹងល្អហើយ បាទ ចំណេញសម្រាប់គាត់ហើយពីលើហ្នឹងទៀតបើសិនជាមានទឹកដោះគោទៀតអាហ្នឹងវាមានជីវជាតិខ្លះនៅក្នុងហ្នឹងហើយមានកាល់ស្យូមមានអីនៅក្នុងខ្លះ បាទ ហើយបើសិនជាញ៉ាំមុន gym ទៀតរត់ទៅល្អដោយសារ pre workout ដែលយើងទិញហ្នឹងគឺសិតតែជាតិកាហ្វេអ៊ីនទេ បាទ ជាតិកាហ្វេអ៊ីនហើយស្ករហើយនិងប្រូតេអ៊ីនតិចតួចទេអញ្ចឹងវាមិនខុសគ្នាអីហ្មងទេ អូខេអញ្ចឹងល្អជាង Coca-Cola yes អូខេទី3ស្ករដែលយើងរកឃើញនៅក្នុងផ្លែឈើល្អជាងស្ករដែលយើងផលិតនៅក្នុងរោងចក្រ បើនិយាយពីស្ករសុទ្ធនិយាយតែជាតិស្ករគឺវាដូចគ្នាឯងស្ករគឺស្ករ អូខេ ប៉ុន្តែបើយើងប្រៀបធៀបពីស្ករសហើយនិងផ្លែឈើអូខេពីផ្លែឈើយើងយកបានស្ករចឹងមែនប៉ុន្តែយើងក៏យកបានជីវជាតិដែរ បាទ អញ្ចឹងមានន័យថាម៉េច quality carbohydrate បាទ កាបូអ៊ីដ្រាតប៉ុន្តែវាមានគុណភាពនៅក្នុងហ្នឹងវាមិនមែនកាបូអ៊ីដ្រាត0ទេ បាទ បើស្ករសអាហ្នឹងកាបូអ៊ីដ្រាតចំហ្មងអត់មានបានអីមកវិញទេមានតែស្ករទេ គឺកម្លាំងសុទ្ធហ្មង ចា អូខេអញ្ចឹងពិតទេយើងស្ករចេញពីផ្លែឈើល្អជាងស្ករចេញពីរោងចក្រ ស៊ីសងឬយើងត្រូវការអីគេបើសិនជាមុនហាត់ប្រាណចង់ប្រើស្ករសក៏បានដែរអត់អីទេ បាទអូខេសម្រាប់អ្នកដែលចង់សម្រក់គីឡូកាឡូរីដែលយើងទទួលទានហើយនិងកាឡូរីដែលយើង burn តើវាតែប៉ិតយើងគិតតែប៉ុណ្ណឹងត្រូវអត់ calorie in calorie out yeah sorry yes and no ការឡើងគីឡូស្រកគីឡូ calorie in calorie out ចឹងមែនប៉ុន្តែជីវភាពជាក់ស្ដែងវាមិនមែនបូកដកទេជីវិតយើងមិនមែនជាតួលេខទេ បាទ ហើយមួយទៀតគឺកាឡូរីហ្នឹងក៏មិនប្រកាសថាស្មើគ្នាដែរកាឡូរីនៅក្នុងម្ហូបមួយថ្វីត្បិតតែវាមានតួលេខប៉ុណ្ណឹងមែនប៉ុន្តែស៊ីសងទៅនឹងពេលវេលាស៊ីសងទៅលើជីវជាតិនៅក្នុងហ្នឹងយើងយកមកប្រើប្រាស់មកពេលខ្លះទោះបីជាកាឡូរីវាច្រើនប៉ុន្តែបើយើងប្រើប្រាស់បានត្រឹមត្រូវគឺវាចំណេញអញ្ចឹងបើសិនជាចង់សម្រក់គីឡូត្រូវមានពេលវេលាក្នុងការញ៉ាំហើយញ៉ាំហ្នឹងញ៉ាំកាឡូរីហ្នឹងមានអីក្នុងហ្នឹងបើសិនជាវាមានតែកាឡូរីវាមានជីវជាតិទេដល់ពេលមួយក៏នឹងមានកង្វះអាហារូបត្ថម្ភធាត់ដដែលទោះបីជាគាត់ខំតមប៉ុណ្ណាក៏ដោយបើសិនជាវាអត់មានជីវជាតិគ្រប់គ្រាន់គាត់អាចចាប់ផ្ដើមបាត់បង់សាច់ដុំគាត់អាចចាប់ផ្ដើមមានការខ្វះវីតាមីនអីចឹងទៅអារម្មណ៍អត់ល្អហើយនឹង motivation របស់គាត់គោលម្ដងនៃការស្រកគីឡូហ្នឹងឯគេអញ្ចឹងទោះបីជាតួលេខហ្នឹងវាប្រត់ព្រៀងប៉ុណ្ណាក៏ដោយបើសិនជាគោលម្ដងរបស់គាត់អត់ច្បាស់លាស់មិនមែនដើម្បីខ្លួនឯងមិនមែនដើម្បីសុខភាពទោះបីជាគាត់ខំស្រកក៏ខ្លួនយើងនឹងស្វែងរកតុល្យភាពគេសិក្សាបើសិនជាអ្នកyo dieting ណាគាត់ diet ច្រើនឆ្នាំ chronic ហ្មងឡើងចុះទី1ប៉ះពាល់បេះដូងទី2មានបញ្ហាផ្លូវចិត្តហើយទី3អត់មានចំណេញអីទេគាត់នឹងឡើងចុះចឹងអញ្ចឹងគាត់គួរធ្វើអីគេវិញគាត់ត្រូវទី1ត្រូវសួរខ្លួនឯងថាគាត់ធ្វើដើម្បីសុខភាពឬក៏គាត់ធ្វើដើម្បីស្គមហើយព្រោះស្គមមិនប្រកាសថាមានសុខភាពល្អទេអញ្ចឹងបើសិនជាគាត់ធ្វើដើម្បីសុខភាពសួរថាជីវភាពរស់នៅរបស់គាត់នឹងខ្វះចន្លោះកន្លែងណាវាមិនមែនគ្រាន់តែរាប់កាឡូរីទេអូខេរាប់កាឡូរីវាមកជ្រុងប៉ុន្តែមួយទៀតសួរថាគុណភាពនៃការហូបចុករបស់គាត់នឹងខ្វះកន្លែងណាការគេងខ្វះកន្លែងណាគាត់មានហាត់ប្រាណអត់ហាត់ប្រាណនឹងហាត់អីគេ
គាត់បើសិនជាគាត់គ្រាន់តែហាត់ដើម្បីសាច់ដុំអញ្ចឹងគាត់ត្រូវថែមហាត់ដើម្បីបេះដូង វាត្រូវព្រមគ្នាទាំងអស់អញ្ចឹងណា បាទ អញ្ចឹង calorie in calorie out ត្រូវប៉ុន្តែវាមួយជ្រុង មកចុងទូច ចា អូខេទៅលេខ5អានេះពាក្យមកគឺខ្ញុំហាត់ប្រាណ6ដងក្នុងមួយអាទិត្យទៅ gym តែដុកទ័រខ្ញុំថាដុកទ័រប្រាប់ខ្ញុំថាខ្ញុំសុខភាពអត់សូវល្អមិនចឹង សំណួរហ្នឹង ពិបាកតិចសុខភាពអត់សូវល្អដោយសារអី ហ្នឹងហើយមិនបានដុកទ័រប្រាប់ថាខ្ញុំនៅតែសុខភាពអត់ល្អតែខ្ញុំទៅហាត់ប្រាណ gym 6ដងក្នុងមួយអាទិត្យ ហ្នឹងហើយប៉ុន្តែបញ្ហានឹងបញ្ហាអីបញ្ហាដង្ហើមរបស់គាត់ឬក៏គាត់នៅលើសខ្លាញ់នៅលើសស្ករបញ្ហាគឺអីគេព្រោះសុខភាពអត់ល្អមានន័យច្រើន ដុកទ័រប្រាប់មកអញ្ចឹងជប់ ខ្ញុំលើកឧទាហរណ៍មួយសិនអញ្ចឹង ថា blood work អត់ល្អ ចរន្តឈាមអត់ល្អ ហ្នឹង ចរន្តឈាមអត់ល្អ is a bad example ប៉ុន្តែចរន្តឈាមអត់ល្អតកតងអាចថាជាមួយខ្លាញ់គេថាគាត់ទៅហាត់មែនប៉ុន្តែគាត់នៅដុតខ្លាញ់អត់តាន់អស់ទម្ងន់គាត់នៅធ្ងន់ខ្លាំងអីចឹងទៅហើយឬក៏គាត់ហាត់ចឹងមែនប៉ុន្តែគាត់គេងអត់បានល្អអញ្ចឹងបើសិនជាគាត់គេងសមុកគេងអីចឹងគុណភាពនៃការគេងរបស់គាត់អត់ល្អ performance គាត់ក៏អត់ល្អដែរហាត់ប្រាណបានច្រើនប៉ុន្តែហាត់ប្រាណអត់បានគ្រប់គ្រាន់ បាទ អត់សូវមានន័យដែរហ្នឹង អូខេខ្ញុំ skip ហ្នឹងមួយរៀងខុសតិចអូខេអញ្ចឹងលេខ6អំបិលគឺជាសត្រូវ ខុស មិនចឹង ដោយសារខ្លួនយើងត្រូវការអំបិលអត់អំបិលអត់បានទេប៉ុន្តែបើសិនជាអំបិលតិចពេកឬក៏អំបិលខ្ពស់ពេកអានឹងមិនវាជាបញ្ហាវាមិនមែនជាសត្រូវរបស់យើងទេប៉ុន្តែបើសិនជាយើងប្រើប្រាស់វាអត់បានត្រឹមត្រូវអានឹងវាមិនប្រកាសថាចំណេញសម្រាប់សុខភាពយើងទេវាដូចកបិតមុខពីរចឹងដែរ អញ្ចឹងតកតងនឹងបរិមាណ ហ្នឹងហើយ ហ្នឹងហើយចោះពងទាអែកយកពងទាយើងមានអាពណ៌លឿងហ្នឹងខ្ញុំឃើញមនុស្សមួយចំនួនដែលគាត់កាយចេញមកអញ្ចឹងតើអែកយកហ្នឹងល្អឬមិនល្អ ស៊ីសងថាញ៉ាំប្រហែលគ្រាប់បើសិនជាអ្នកដែលគាត់ហាត់ប្រាណច្រើនគាត់ច្រើនតែញ៉ាំពងទាដើម្បីចង់បានប្រូតេអ៊ីនអីចឹងទៅបាទ ប៉ុន្តែបើសិនជាអ្នកធម្មតាគ្រាន់តែញ៉ាំពងទាខ្ញុំ recommend ឲ្យញ៉ាំអាពណ៌ក្រហមដោយសារនៅក្នុងហ្នឹងមានវីតាមីន D ហើយមានជីវជាតិផ្សេងៗខ្លះនៅក្នុងហ្នឹងដែរអញ្ចឹងញ៉ាំមកមិនប្រកាសថាខាតទេគ្រាន់តែអ្នកដែលទៅ gym ពេលខ្លះគាត់ញ៉ាំម្ដង5គ្រាប់10គ្រាប់អីចឹងក៏មានដែរអញ្ចឹងបូកចូលគ្នាវាអាច cholesterol វាអាចរៀងឡើងប៉ុន្តែវាអត់ទាន់មានការសិក្សាណាដែលថាញ៉ាំពងទាទៅធ្វើឲ្យលើស cholesterol អីទេភាគច្រើនលើស cholesterol វាមានច្រើនមិនមកតែពីពងទាទេព្រោះពងទាតូចមែនតើអញ្ចឹង cholesterol គាត់អាចលើសដោយសារទី1 zen អ្នកខ្លះគឺគាត់មាន zen ទោះបីជាខំប្រឹកព្រៀងប៉ុណ្ណាក៏ដោយ cholesterol គាត់នៅតែខ្ពស់អញ្ចឹងត្រូវការដាក់ថ្នាំយកមកជួយគ្រប់គ្រងដូចទឹកនោមផ្អែមដែរបាទ cholesterol ខ្លះទៀតម្លែងចេញពីស្រាចេញពីការចំអិនម្ហូបរបស់គាត់អីចឹងទៅញ៉ាំក្រៅញ៉ាំអីខ្លះចឹងទៅគាត់អត់សូវធ្វើម្ហូបនៅផ្ទះអូខេអញ្ចឹងសរុបសេចក្តីមកពងទាល្អពងមាន់អូខេចំនួនលេខ8ទឹកក្លុកវាអត់ល្អហើយក៏បំផ្លាញដល់ស្មើនឹងគ្រឿងស្រវឹងខ្ញុំគិតថាខុសដោយសារបើយើងប្រៀបធៀបទៅមួយគ្រឿងស្រវឹងខុសគ្នាឆ្ងាយគ្រឿងស្រវឹងញ៉ាំចូលខ្លួនវាជា toxin ខ្លួនយើងទទួលស្គាល់អត់បានទេជាតិស្រានឹងមិនដឹងជាអីទេម្លែងអត់ចាញ់ទេត្រូវតា clear វាចេញមកប៉ុន្តែទឹកក្លុកវាមានជីវជាតិនៅក្នុងហ្នឹងអ្វីត្បិតតែវាអត់មានជាតិស័យក៏ដោយព្រោះនៅពេលដែលយកផ្លែឈើទៅបីផ្លែឈើក៏ដោយបន្លែក៏ដោយទឹកក្លុកហើយជាតិស័យអស់ហើយស្មើនឹងស្ករប៉ុន្តែក៏វានៅមានជីវជាតិនៅក្នុងហ្នឹងដែរបាទអញ្ចឹងយើងអាចប្រៀបធៀបវាជាមួយនឹងសូរ៉ាទេអូខេអញ្ចឹងគឺគ្រឿងស្រវឹងគឺអត់ល្អ 100%
ទី9អ្នកដែលធាត់គឺហូបច្រើនពេក ខុស អូខេហេតុអ្វី អឺ No ជំងឺធាត់វាពាក់ព័ន្ធទៅនឹងកត្តាច្រើនមិនមែនគ្រាន់តែការញ៉ាំទេហើយបើសិនជាយើងបន្ទោសគាត់ថាគាត់ធាត់ដោយសារញ៉ាំច្រើនក៏ហាក់បីដូចជាអយុត្តិធម៌សម្រាប់គាត់ដោយសារគាត់ញ៉ាំតិចឬច្រើនក៏អាចតាក់ទងទៅនឹងជីវភាពរបស់គាត់តាក់ទងទៅនឹងហិរញ្ញវត្ថុរបស់គាត់បញ្ហាផ្លូវចិត្តរបស់គាត់ចឹងខុសៗគ្នាច្រើន បាទ ហើយអ្នកខ្លះទៀតដោយសារតែគាត់មានជំងឺណាមួយឬក៏មានការវះកាត់អីចឹងទៅអាចថាគាត់អត់អាចកម្រើកខ្លួន2ខែ3ខែ6ខែគាត់មិនឡើងគីឡូសួរថាគាត់ញ៉ាំច្រើនអត់គាត់អត់ញ៉ាំច្រើនទេប៉ុន្តែគាត់ដើរអត់បានដូចគេទេ បាទ គាត់រត់អត់បានដូចគេទេអញ្ចឹងគាត់ចាប់ផ្ដើមឡើងគីឡូអីចឹងទៅ បា តែ ទ សួរថាគាត់នឹងស្រកគីឡូអត់ពេលខ្លះគាត់អាចនឹងស្រកគីឡូគាត់អាចស្រកគីឡូវិញគាត់នឹងទៅរកតុល្យភាពវិញអញ្ចឹងមិនប្រកាសថាតាក់ទងទៅនឹងអីដែលគាត់ញ៉ាំទេពេលខ្លះតាក់ទងទៅនឹងអរម៉ូនរបស់គាត់ដែរដូចស្ត្រីនៅពេលដែលគាត់ដើរទៅរកពេលមួយគេហៅថារាំងរដូវអរម៉ូនអេស្ត្រូហ្សែនរបស់គាត់ធ្លាក់ចុះអញ្ចឹងមានន័យថាម៉េចមានន័យថាគាត់ប្រឈម រាំងរដូវអំភាសាអង់គ្លេសគេហៅ luteal មែន អត់ទេ menopause menopause អូខេខ្ញុំអូខេ sorry បងអាច continue បានអញ្ចឹងរាំងរដូវហ្នឹង នៅពេលដែលដល់ពេលមួយគឺគាត់លែងសូវមានរដូវឯគេហៅ perimenopause អូខេ ហើយដល់ពេលមួយទៀតគឺគាត់រាំងរដូវមកគាត់លែងមានរដូវទៀតហើយ អូខេ មានន័យថាខ្លួនប្រាណគាត់អត់ត្រូវការធៀមខ្លួនដើម្បីបង្កើតកូនទៀតទេគាត់ចាស់ហើយអញ្ចឹងណាអញ្ចឹងភាគច្រើនអាយុ40 50គឺគាត់ដើរទៅរកពេលហ្នឹងហើយអញ្ចឹងអរម៉ូនរបស់គាត់ធ្លាក់ចុះទី1គាត់ប្រឈមនឹងការពុកឆ្អឹងទី2គាត់នឹងឡើងគីឡូដោយសារអរម៉ូន អូខេ អរម៉ូនមានការប្រែប្រួលប៉ុន្តែសួរថាអរម៉ូនហ្នឹងវានឹងstabilize វិញអត់វានឹង stabilize ដល់ពេលមួយវានឹង stabilize គ្រាន់តែថានៅពេលដែលមានការប្រែប្រួលហ្នឹងគាត់នឹងមានអាការៈច្រើនគាត់អត់សុបាយចិត្តគាត់ឆាប់បែកញើសគាត់អីអញ្ចឹងទៅអញ្ចឹងមានន័យថាឲ្យប្រាប់គាត់ឲ្យទៅហាត់ប្រាណក៏រៀងពិបាកដែរតែវាមិនមែនជាលេសមួយដែលថាអូខេខ្ញុំឥឡូវចិត្តរាំងរដូវហើយឥឡូវវាជាលេសមួយខ្ញុំអត់ចង់ទៅហាត់ប្រាណអត់ទេគាត់នៅតែហាត់ប្រាណប៉ុន្តែជីវិតគាត់គឺពិបាកជាងអ្នកដទៃពេលមួយហ្នឹងគឺគាត់ពិបាកជាងអ្នកដទៃអញ្ចឹងយើងត្រូវរាប់អាហ្នឹង account អាហ្នឹងថាអូខេជីវភាពរបស់គាត់របៀបអញ្ចឹងសេរីធ្វើម៉េចឲ្យត្រូវសម្រាប់គាត់មិនមែនតែគ្រាន់តែថាញ៉ាំតិចញ៉ាំច្រើនធ្វើគាត់ធាត់ធ្វើគាត់ស្រកគីឡូ អូខេ menopause រាំងរដូវអូខេ